กับបងប្អូនដែលមានបញ្ហាស្ទះមិនថាស៊ីប៉ុងបន្ទប់ទឹកឬក៏ប្រព័ន្ធទុយោទេតែបងប្អូនប្រើប្រាស់យូរទៅគឺវាមានបញ្ហាខ្លាញ់បញ្ហាទេអាចទាក់ទងមកកាន់ក្រុមជាងយើងខ្ញុំបានពេលខ្លះបញ្ហានេះយើងបូមលូទៅក៏វាអត់បាត់ស្ទះដែរវាបាត់តែមួយថ្ងៃពីរថ្ងៃក៏មួយអាទិត្យទៀតទៅគឺវាស្ទះទៀតអានឹងដោយសារតែប្រព័ន្ធទុយោផ្ទះរបស់យើងគឺវាអត់ស្អាតវាអត់ស្អាតហើយវាមានកំណកខ្លាញ់នៅក្នុងនោះច្រើនពេលដែលយើងប្រើប្រាស់យូរទៀតទៅគឺវាមានបញ្ហាស្ទះវិញចឹងក្រុមជាងខ្ញុំមានឧបករណ៍ដើម្បីជួសជុលសុងទុយោនឹងឲ្យស្អាត 4-5 ឆ្នាំ 2-3 ឆ្នាំក្រោយបានវាមានបញ្ហាទៀតគឺយើងធ្វើម៉េចសុងទុយោនឹងឲ្យស្អាតល្អដើម្បីប្រើប្រាស់បានយូរអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទនេះ